នជាមួយនឹងវ៉ាន់ចាន់វ៉ៃលោកអ្នកនាងកញ្ញាបានធ្លាប់ដឹងហើយថាសប្តាហ៍មុនកីឡាករនេះមានការប្រកួតគ្នាដែលធ្វើឲ្យកក្រើកពេញសាយវាននៃការប្រកួតតែសម្រាប់សប្តាហ៍នេះសរឹមវ៉ាន់ថនជាមួយនឹងវ៉ាន់ចាន់វ៉ៃមកប្រកួតគ្នាជាលក្ខណៈគូសងសឹកដូច្នេះសូមលោកអ្នកនាងកញ្ញាទស្សនាគឺជក់ចិត្តដិតអារម្មណ៍ជាមិនខានសម្រាប់កម្មវិធីរបស់យើងទឹកទី1បាទសូមបញ្ជាក់ជូនថាសម្រាប់គូសងសឹកសរឹមវ៉ាន់ថនរវាងកីឡាករវ៉ាន់ចាន់វ៉ៃនេះបាទបានទទួលទូរស័ព្ទពីអុកញ៉ាឡៅហឹងបាទលោកនាងកញ្ញាបានដឹងហើយថាអុកញ៉ាឡៅហឹងគឺជាអុកញ៉ាមួយដែលគេហៅថាអុកញ៉ាអាវខ្មៅព្រោះគាត់ទៅណាមកណាគាត់ប្រើតែអាវខ្មៅទេគាត់នឹកឃើញថាការពីចំនួនពលពតគាត់លំបាកវេទនាជាទីបំផុតមិនអាចបំភ្លេចបានមិនអាចបំភ្លេចបានអញ្ចឹងគេហៅគាត់ថាអុកញ៉ាអាវខ្មៅអុកញ៉ាអាវខ្មៅគឺអុកញ៉ាឡៅហឹងបានឧបត្ថម្ភសម្រាប់កីឡាករឈ្នះ50000រៀលអ្នកចាញ់30000រៀលបាទហើយនេះសូមបង្ហាញអំពីមិត្តទស្សនាបន្តទៀតនេះគឺគូទី5បាទកីឡាករសរឹមវ៉ាន់ថនបង្គោលក្រហមកីឡាករវ៉ាន់ចាន់វ៉ៃកីឡាករបង្គោលខៀវគឺជាកីឡាករគូសងសឹកសម្រាប់សប្តាហ៍នេះបាទយ៉ាងណាមិញដល់ទឹកទី1កំពុងតែចលោគ្នាក្រហមវ៉ាន់ចាន់វ៉ៃខៀវសរឹមវ៉ាន់ថនសូមបញ្ជាក់ជូនថាសរឹមវ៉ាន់ថនក្រហមវ៉ាន់ចាន់វ៉ៃខៀវហើយបើសិនជាការប្រកួតនេះគឺពេលនេះតទៅអង្គការលោហឹមសូមឧបត្ថម្ភចំនួនអ្នកឈ្នះគឺបន្ថែមពីលើប្រាក់អ្នកឈ្នះហ្នឹង50000រៀលហើយអ្នកចាញ់30000បាទនៅក្នុងកម្មវិធីរបស់យើងសម្រាប់កីឡាករដែលមានការប្រកួតទាំង7គូនេះតែម្ដងវ៉ាន់ចាន់វ៉ៃខៀវសរឹមវ៉ាន់ថនក្រហមចលោទៅចលោមកដើម្បីដកស្រង់នៃការកន្លែងដកស្រង់នៅក្នុងការបាត់ពិសោធន៍ដើម្បីទាញចូលទៅលើគូប្រកួតវ៉ាន់ចាន់វ៉ៃអោនថនសរឹមវ៉ាន់ថនលោកទៅមុខចលោចាន់វ៉ៃយកជើងរុញតិចវ៉ាន់ថនលើកជើងបានចាន់វ៉ៃតបកបាល់ដៃតិចអត់អីតបកបាល់ដៃមួយទៀតអត់អីវ៉ាន់ថនបាច់បាល់ដៃក៏ផ្សេងទៅលើវ៉ាន់ចាន់វ៉ៃលោកមកជើងទៀតរកជាប់វ៉ាន់ចាន់វ៉ៃបាត់អស់ជាប់តបមកជើងបាល់ដៃអត់អីតបមកជើងទៀតហើយមួយទៀតវ៉ាន់ថនតវិញវ៉ាន់ចាន់វ៉ៃគៀកមកខាងក្រោយអត់អីហើយមកជើងទៀតជិតផុតតទៀតវ៉ាន់ចាន់វ៉ៃលោកដៃវ៉ាន់ថនចលោទុំជាប់វ៉ាន់ចាន់វ៉ៃលោកដៃចង់គុំទៀតអត់អីគាត់តែប្រយោលពេញរួចវ៉ាន់ថនរងចាន់វ៉ៃវាយម្ដាយចាន់ថនតម្ដាយវិញសងសឹកចលោជើងតិចវ៉ាន់ចាន់វ៉ៃលោកហើយទៀតវ៉ាន់ចាន់វ៉ៃជាប់វ៉ាន់ថនតវិញដែរខៀវលោកម្ដាយវ៉ាន់ចាន់វ៉ៃខៀវវ៉ាន់ថនក្រហមលោទៅវ៉ាន់ចាន់វ៉ៃត្រូវម្ដាយទៅប្រយោលវ៉ាន់ថនໄວបានចំគោលដៅចាន់វ៉ៃលោកតិចទោះក៏ជើងទៀតចាប់ជើងចាប់ដៃម្ដាយទៀតនេះជាប់បាទបំបែកបាច់អាញាកណ្ដាលបាទចាប់ទឹកទី1បាទគូនេះគឺជាគូសងសឹកដែលលោកអ្នកតែងតែផ្ដល់នៅសម្លេងហូកញ្ជ្រៀវនិងអបអរសាទរនៅក្នុងការលើកទឹកចិត្តបាទបន្តមកទៀតមើលមិនលោកទីជេលុចយ៉ាងណាមិញមើលជក់ចំណែកមើលគូសងសឹកបាទគូសងសឹកវ៉ាន់ចាន់វ៉ៃសូមមើលលោកទស្សនាភាពយឺតថាមើលចំកន្លែងណាគូដៅពីណាវាយពីណាលើកជើងធាក់ជើងឆ្វេងមួយជើងទៅចំបាពោះវ៉ាន់ចាន់វ៉ៃថយមិនអីថាមិនអីទេត្រូវខ្សោយចិត្តជាកីឡាករបាទទឹកចិត្តជាកីឡាករបាទត្រូវតិចតួចមុននឹងមកបញ្ហាទេផឹកកាហ្វេជាមួយគ្នាដល់ឡើងវាយដល់ដឹងគេផឹកកាហ្វេមួយគ្នាទេដឹងខ្ញុំមកទេប្រាប់អត់ទេយើងមើលគេមកមុនបើការពិតគឺលោកលុចបានតែងតែបានអธิบายជូនលោកនាងកញ្ញាឲ្យថាចិត្តជាកីឡាកររាប់អានគ្នាខាងក្រៅតែចូលសាយវៀនគឺថាដកស្រង់បាត់ពិសោធន៍ដើម្បីទទួលយកជ័យជំនះរៀងៗខ្លួនតែម្ដងបាទយ៉ាងណាមិញឲ្យប្រិមត្តទូរទស្សនិកជនបានទស្សនាជក់ចិត្តដិតអារម្មណ៍ជាមួយការប្រដាល់ក្បាច់ខ្មែរបុរាណបាទទស្សនារូបភាពឡើងនេះដែលផុតទាំងពីរដៃបាទ cross ទេឆ្វេងស្ដាំក៏មិនត្រូវដែរបាទអត់ចូលបាទហើយអនុញ្ញាតថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាពពែមាសបាទសូមបញ្ជាក់ផងដែរដល់អតិថិជនដែលគ្រប់គ្រងនិយមពិសាស្រាពពែមាសបាទនៅសល់រង្វាន់ជាច្រើនទៀតមិនទាន់អស់សង្ឃឹមទេបាទស្រាពពែមាសនឹងបន្តផ្ដល់រង្វាន់ទួននៅរង្វាន់ម៉ូតូ Suzuki Viva បាទទូរទស្សន៍ហើយនឹងរង្វាន់ប្រាក់លានទៀតផងដែរយើងក៏បានទទួលនៅការឧបត្ថម្ភដែរពីលោកអែលញឹក
គេរងទទួលបាល់កោះស្វាយរលំស្រុកស្អាងបានឧបត្ថម្ភដល់កីឡាករម៉ៃជាតិ$10ហើយជាមួយនឹងលោកពៅប្រធានក្រុមភូមិលេខ1បាទឃុំស្វាយរលំស្រុកស្អាងបានឧបត្ថម្ភដល់កីឡាករម៉ៃជាតិ$10ដែរគូក្រោយនោះម៉ៃជាតិក្រោយបាទការនេះសូមជម្រាបជូនទស្សនិកជនជាព័ត៌មានដែរដើម្បីទទួលបានទូរស័ព្ទវិញគឺបានន័យថាអុកញ៉ាអាវខ្មៅអុកញ៉ាឡូហឹងតែគេផ្ដល់រហ័សដល់អុកញ៉ាអាវខ្មៅគាត់បានឧបត្ថម្ភជាមួយនឹងកីឡាកររបស់យើងគឺថាចាញ់30,000អ្នក50,000ជាទូទៅតែម្ដងសម្រាប់កម្មវិធីរបស់យើងអញ្ចឹងសូមប្រតិបត្តិជូនលោកអញ្ញាដែរដែលបានមានការចាប់អារម្មណ៍ជាពិសេសគឺលោកបានចូលរួមជាមួយនឹងការផ្ដល់លើកទឹកចិត្តដល់កីឡាកររបស់យើងតែម្ដងបាទកីឡាកររបស់យើងសម្រាប់ពិធីករនឹងបានចាំគាត់ការតាមទៀតបាទលើសូមបានមកទស្សនាបន្តទៀតវ៉ាន់ចិនវៃបាទក្នុងទឹកវ៉ាន់ចិនវៃបង្គោលក្រហមបង្គោលខៀវបាទសរមថនបង្គោលក្រហមឈាមដល់ទឹកទី2ហើយវ៉ាន់ថនគាត់ឆ្វេងវ៉ាន់ចិនវៃរងជាប់វ៉ាន់ចិនវៃកំពុងតែរោយុទ្ធសាស្ត្រយ៉ាងណាបញ្រួលគូវិគីរបស់ខ្លួនវ៉ាន់ចិនវៃចលោវ៉ាន់ថនរស់សេឆ្វេងម្ដាយអត់ចូលគោលដៅចលោជើងតែមិនបាយមិនធាក់អញ្ញាក្រៅបើពុកចូលទៅវ៉ាន់ចិនវៃទាត់ស្ដាំមួយជើងវ៉ាន់ថនរងជាប់វ៉ាន់ថនសងវៃទាត់ជើងក្រោមវាយម្ដាយវ៉ាន់ចិនវៃធាក់វ៉ាន់ចិនវៃរងចូលទាត់ថនធាក់ទៅធាក់ទៅរស់សេអោបឡើងជង្គង់យ៉ាងណាវ៉ាន់ចិនវៃនៅពីលើហើយបោកគ្នារកកាយវ៉ាន់ចិនវៃអោបជង្គង់ស្ដាំមួយវ៉ាន់ថនក៏ឡើងជង្គង់ដែរញ៉ាកដាល់ទាញមករលអោបគ្នាវ៉ាន់ចិនវៃឡើងជង្គង់ស្ដាំមួយទៀតវ៉ាន់ថនក៏ឡើងជង្គង់ជួយស្ដាំឲ្យម្ដីញ៉ាកដាល់ចាប់មកបាយមកប្រគួតនៅកណ្ដាលសង្វៀនបន្តទៀតវ៉ាន់ចិនវៃសូកឆ្វេងទៅចាន់វៃចលោវ៉ាន់ថនរស់សេឆ្វេងម្ដាយអត់ចូលបាទគុំគ្នាទៀតវ៉ាន់ចិនវៃរលគាត់ឆ្វេងម្ដាយអត់គាត់បាយទៅអោបគ្នាចាំមើលនេះណាវ៉ាន់ថននៅពីលើវ៉ាន់ថននៅពីលើចាន់វៃហើយចាន់វៃឡើងជង្គង់ស្ដាំវិញវ៉ាន់ថនរលជាប់នឹងសៃវៀនឡើងជង្គង់តិចតិចអត់អីបើចាន់វៃមកជង្គង់វ៉ាន់ថនឡើងបោកចាន់វៃទៅហើយឆ្លោះនឹងសៃវៀនសម្រាប់គុំសងសឹកចាប់ពីពេលនេះតទៅយើងឃើញថាកីឡាករដែលមានកីឡាករសិល្បៈផងវ៉ាន់ចិនវៃមួយសងសឹកអ្នកចាញ់30,000តែឈ្នះ500ចំពីលោកអាអៅបាទលោកអាអៅខ្មៅឆ្លងហាក់ចាប់លោកអាចាំមិនភ្លេចទេនៅអប់រំទូសវត្តបាទ3ឆ្នាំ3ខែថ្ងៃយើងមានថាសម័យអាខ្មៅនោះចាំមកដល់ឈានចូលមកដល់ទឹកទី2ហើយបាទយ៉ាងណាមិញក៏យើងមិនទាន់បាទសន្និដ្ឋានថាក្រហមឬក៏ខៀវទេគ្រាន់តែសាសើរបាទបាយសាសើរទេចូលដល់ទឹកនេះខ្ញុំជូនដំណឹងពិសេសមួយពីកម្មវិធីផ្សាយរបស់ទូរទស្សន៍បាយ័នចាប់ពីថ្ងៃទី24គឺថ្ងៃច័ន្ទបាទថ្ងៃនេះថ្ងៃទី22ចាប់ពីម៉ោង6ព្រឹកដល់ម៉ោង12យប់លោកអ្នកទស្សនាជាទូទៅតាមអង្តែនទូរទស្សន៍ធម្មតាតែទូដែលយើងដកឡើងមកឃើញដល់ឃើញប៉ុន្តែចាប់ពីម៉ោង12យប់ដល់ម៉ោង6ព្រឹកអាចទស្សនាតាមបណ្ដាញទូរទស្សន៍ខ្សែកាបទូទាំងប្រទេសនិងតាមកែរណបាទកែរណបានឃើញណាពិភពលោកបាទហើយខ្សែកាបគឺនៅតាមខេត្តមានខ្សែកាបអញ្ចឹងលោកអ្នកអាចទស្សនាបានបន្តតែម្ដងនេះគឺជាដំណឹងដ៏រីករាយមួយដែលអតិថិជនរបស់ទូរទស្សន៍បាយ័នទស្សនិកជនរបស់ទូរទស្សន៍បាយ័នដែលផ្ដល់នៅការសប្បាយរីករាយក៏ជូនដំណឹងយ៉ាងពិសេសនេះជូនទៅដល់លោកនាងកញ្ញាដែរហើយគណៈកម្មការក៏ដូចជាអ្នករៀបចំគូកងនៃការប្រកួតតែងតែបានផ្ដល់សុភវិនិច្ឆ័យជូនកីឡាករមិនលំអៀងឬក៏មិនកាន់ជើងឬក៏មិនពុករលួយដែរសូមជម្រាបជូនថា